តោះម្ដងពីវិធី4យ៉ាងនៅក្នុងការធៀបប្រឡងបោះដុំនៅក្នុងឆ្នាំ2025នេះសម្រាប់ដែលក៏ពិបាកនៅក្នុងការផ្ដោតអារម្មណ៍ទៅលើការរៀនដឹងរៀនពីណាទៅណាបំពង់តាមវែងច្បុកច្បល់អីហ្នឹងអ្នកទាំងគ្នាអាចមើលវីដេអូនេះបានដោយសារតែវាត្រូវម៉ាច់មកសម្រាប់ដែលក៏ពិបាកនៅក្នុងការរៀនមួយណាអត់ដឹងចាប់មួយណាមួយដោយសារតែចិត្តដល់ថ្ងៃប្រឡងខ្លាំងមែនតើនេះសង្ឃឹមថាវីដេអូនេះនឹងជួយអ្នកទាំងអស់គ្នាបានច្រើនប៉ុន្តែមុននឹងចូលវីដេអូនេះដែរអ្នកទាំងអស់គ្នាក៏ជួយចុច report like ក៏ដូចជា mention ប្រភេទអ្នកបានឃើញវីដេអូនេះផងដោយសារតែវាពិតជាមានសារៈសំខាន់ខ្លាំងមែនតើឧស្សាហ៍ភ្លេចភ្លាំងឈឺក្បាលពេលកាច់ច្រើននិងកេងមិនលក់គឺអាចប្រើប្រាស់ជាមួយនឹងអសូរជីលបាបានដែលគ្រាន់តែញ៉ាំមួយថ្ងៃ2គ្រាប់ពេលព្រឹកពេលល្ងាចក្រោយអាហារនៅទី1ដែលគេត្រូវផ្ដោតទៅលើមុខវិជ្ជាដែលត្រូវប្រឡងអញ្ចឹងចំពោះអូដែលគាត់ហ៊ានថ្នាក់សង្គមគាត់ផ្ដោតទៅលើការតន្តែងមេរៀនមើលមេរៀនអីទាំងអស់ហ្នឹងទៅហើយនៅសេសសល់ពេកអាចធ្វើលំហាត់គណិតអីបន្តិចអញ្ចឹងណាអ្នកអូនដែលគាត់ហ៊ានថ្នាក់វិទ្យាសាស្ត្រគឺត្រូវតែផ្ដោតទៅលើការធ្វើលំហាត់ជាចម្បងតែម្ដងគឺត្រូវតែព្យាយាមនៅក្នុងការអនុវត្តលំហាត់ជាប្រចាំតែម្ដងអានេះគឺជាកាតព្វកិច្ចដែលយើងត្រូវតែធ្វើណាអ្នកទាំងអស់គ្នាខ្ជិលគឺអាចសម្រាប់បានខ្លះហើយអញ្ចឹងក៏ដែរប៉ុន្តែកុំខ្ជិលយូរពេកដោយសារតែវាគៀកដល់ថ្ងៃប្រឡងខ្លាំងមែនតើណាបើចង់បានលទ្ធផលល្អទៀតគឺត្រូវតែលើកទឹកចិត្តខ្លួនឯងព្យាយាមក្នុងការអត់ធ្មត់សិក្សារៀនសូត្រទី2នឹងគេត្រូវពង្រឹងទៅលើមុខវិជ្ជាដែលអ្នកទាំងអស់គ្នាខ្សោយត្រូវតែផ្ដល់អត្ថប្រយោជន៍ឲ្យវាខ្ពស់ជាងគេឧទាហរណ៍អូនថ្នាក់វិទ្យាសាស្ត្រប៉ុនក៏ខ្សោយកម្រិតខ្លាំងណាស់គឺចឹងគឺគាត់ត្រូវព្យាយាមនៅក្នុងការហ៊ានកម្រិតបានកាន់តែច្រើនកាន់តែល្អមិនថាឲ្យចង់មុខវិជ្ជាផ្សេងទេគឺរៀនដូចគ្នាប៉ុន្តែគ្រាន់តែថាយើងរៀនកម្រិតឲ្យច្រើនជាងគេយើងរៀន2ម៉ោងចឹងទៅហើយ1ម៉ោងយើងយករូបយើងរៀនអីបែបហ្នឹងឯងអញ្ចឹងណាអញ្ចឹងយើងត្រូវតែចេះលៃលកពេលវេលាដូចគ្នាដែរ3អ្នកគ្នាត្រូវចេះរៀបចំមេរៀនសង្ខេបប្រមូលនិងសំណួរចូលក្នុងកណ្ដាស់ដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការរំលឹកក៏ដូចជាចំណេញពេលវេលារបស់យើងផ្ទាល់អញ្ចឹងសម្រាប់ខ្ញុំតើតោះជាមួយវិជ្ជាទុនតេញគឺខ្ញុំព្យាយាមដាក់នៅក្នុងកណ្ដាស់មួយផ្សេងឬក៏សភៅអីខ្ញុំដាក់សំណួរសុទ្ធចម្លើយសុទ្ធអីចឹងទៅយើងងាយស្រួលដល់ក្នុងការទុនតេញសំណួរអីទាំងអស់ហ្នឹងនិយាយទៅយើងត្រូវមើលសំណួរដែរមិនមែនចេះតែទិញម្លៅយកទិញយកណាចឹងអាចថាយើងច្រឡំសំណួរចម្លើយគ្នាចឹងអ្នកគ្នារៀបចំដាក់ក្រដាសបានត្រឹមត្រូវចឹងមកងាយស្រួលហើយចំណេញពេលយើងទៀតដល់ពេលអត់ចេះយើងអាចបើកទៅមើលសភៅដែលយើងកត់ត្រាចូលតុហ្នឹងគឺវាចំណេញពេលយើងច្រើនខ្លាំងមែនតើហើយការសង្ខេបប្រមូលគឺកាន់តែងាយស្រួលសម្រាប់អូនដែលគាត់ចូលចិត្តធ្វើលំហាត់ទៀតហើយវាងាយស្រួលសម្រាប់យើងក្នុងការរករូបមន្តលំហាត់អីទាំងអស់ហ្នឹងយកមកធ្វើហ្មងវាអត់ចំណាយពេលច្រើននៅក្នុងការទៅស្វែងរកទៀតអត់ខាតពេលហើយធ្វើអ្នកគ្នាមានអារម្មណ៍ក្នុងការធ្វើលំហាត់ហ្នឹងទៀតដោយសារតែយើងមានសម្ភារៈគ្រប់គ្រាន់ដូចជារូបមន្តអីទាំងអស់ហ្នឹងនៅគៀកដៃយើងទី4អ្នកគ្នាត្រូវតែធ្វើវិញ្ញាសាបាក់ឌុបឆ្នាំចាស់ខ្ញុំតែងតែនិយាយហើយនិយាយទៀតវិញ្ញាសាណាធ្វើអីធ្វើទៅស្រាវជ្រាវបន្ថែមទៅធ្វើទៅប៉ុន្តែវិញ្ញាសាបាក់ឌុបឆ្នាំចាស់កុំបោះចោលឲ្យសោះអត់ព្យាយាមអនុវត្តធ្វើពីឥឡូវទៅអ្នកគ្នាទាន់មានពេលច្រើនហេតុអីបើខ្ញុំឲ្យអ្នកគ្នាធ្វើវិញ្ញាសាបាក់ឌុបឆ្នាំចាស់ដោយសារតែយើងដឹងពីវិធីក្នុងការដោះស្រាយលំហាត់ទាំងអស់ហ្នឹងយើងដឹងពីវិធីនៅក្នុងការសរសេររបៀបសរសេរនៅក្នុងការយកបន្ទុកច្រើនណាអានេះគឺសំខាន់ខ្លាំងមែនតើមិនមែនថាអ្នកគ្នាចេះលំហាត់ហ្នឹងហើយចម្លើយតែមួយម៉ាត់ចប់អត់ទេអ្នកគ្នានិយាយទៅគឺយើងមានតាមដំណាក់មាន2 3ក្រេចឹងទៅដោយសារតែគេដាក់បន្ទុកទៅតាមលំហាត់2 3ក្រេនឹងដែរអញ្ចឹងណាអញ្ចឹងបើអ្នកគ្នាដាក់ចម្លើយយកបន្ទុកនេះគឺកាត់អស់លេងហ្មងអ្នកគ្នាអាចមើលអត្រាកំណែបន្ទុកដែលគេកែបានអញ្ចឹងអ្នកគ្នាត្រូវព្យាយាមធ្វើតាមនឹងដូចគ្នាដែរចង់ដឹងព័ត៌មានបន្ថែមគឺអាចឆាតទៅ Facebook Page ជីលូបា Cambodia បានហើយបើចង់ទិញជីលូបាគឺអាចទិញបានតាមរយៈអសរស្ថានីយ៍ទូទាំងប្រទេសនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណដែលខ្លាំងមែនតើបាយបាយ